បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាក៏ដូចជាអឺក្រុម FC Fan Club ដែលតែងតែគាំទ្រ Page Admin កុងក៏ដូចជា follow នៅ TikTok Admin កុងទាំងអស់គ្នាណាហើយថ្ងៃនេះមកជួបជាមួយនឹង Admin កុងដដែលហើយនៅក្នុង clip វីដេអូតម្រុយបាល់2គូមកចែកជូនបងប្អូនជាប្រចាំថ្ងៃហើយសម្រាប់2គូនៅថ្ងៃនេះគឺនៅក្នុងក្របខ័ណ្ឌ UEFA Europa League ឬពានរង្វាន់លំដាប់ទី2របស់ទ្វីបអឺរ៉ុបដែលមានក្រុមល្បីៗជាច្រើនមកចូលរួមហើយសម្រាប់2គូដែល Admin នឹងជឿរើមកក្នុងថ្ងៃនេះគូទី1គឺអូឡ িম্প ពិកលីយ៉ុងនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមហៀវ FC Basel មកពីប្រទេសស្វីសសម្រាប់ក្រុមទាំងពីរបើយើងមើលតាមគុណភាពបច្ចុប្បន្នគឺអូឡ িম্প ពិកលីយ៉ុងគឺល្អជាងព្រោះដោយសារបច្ចុប្បន្នអូឡ িম্প ពិកលីយ៉ុងមានកីឡាករដែលល្អជាច្រើនហើយក៏ដូចជាមានកីឡាករវ័យក្មេងច្រើននៅក្នុងក្លឹបអូឡ িম্প ពិកលីយ៉ុងហើយបច្ចុប្បន្ននោះវិញអូឡ িম্প ពិកលីយ៉ុងកំពុងស្ថិតនៅលេខរៀងទី5នៅក្នុងតារាងលីកអងរបស់បារាំងហើយចំណែក FC Basel វិញក៏រៀងល្អដែរបច្ចុប្បន្នគឺរូគេស្ថិតនៅលេខរៀងទី2នៅក្នុងលីកកំពូលរបស់ Switzerland ហើយសម្រាប់ក្រុមទាំងពីរយើងសួរស្គាល់ថាឥឡូវកំពុងតែមានលទ្ធផលការប្រកួតល្អទាំងគូតែបើយើងរើសតាមគុណភាពកីឡាករពិតៗក៏ដូចជាគុណភាពរបស់ក្រុមទាំងមូលសម្រាប់ក្រុមនេះ admin ជឿជាក់ថានៅក្នុងទឹកដីលីយ៉ុងជំនេះมันជាមានបញ្ហាទេក្នុងការទទួលក្រុមភ្ញៀវ FC Basel ដូច្នេះគូនេះ admin recommend ឲ្យបងប្អូនធ្វើការគ្រប់គ្រងទៅក្រុមចាត់ផ្ទះអូឡ িম্প ពិកលីយ៉ុងមកពីលីកអងបារាំងចំណែកគូទី2ដែល admin នឹងចែកជូនបងប្អូននៅក្នុងថ្ងៃនេះគឺរវាង FC Feyenoord មកពីហូឡង់និងបើកកីឡាដ្ឋានស្វាគមន៍ក្រុមភ្ញៀវមកពីលីករបស់ប្រទេសក្រិកគឺ FC Panathinaikos សម្រាប់ក្រុមទាំងពីរមើលតាមលទ្ធផលជាក់ស្ដែងក្នុងលីកនីមួយៗគឺស្ដែងណាស់គឺខុសគ្នាដូចមេឃដីដោយសារក្រុមចាត់ផ្ទះបច្ចុប្បន្នស្ថិតនៅលេខរៀងទី1នៅក្នុងតារាងលីករបស់ហូឡង់ហើយចំណែកឯក្រុមភ្ញៀវវិញស្ថិតនៅលេខរៀងទី8នៅក្នុងលីករបស់ប្រទេសក្រិកដូច្នេះហើយការប្រកួតកន្លងមកម្ចាស់ផ្ទះក៏តែងធ្វើបានល្អដែរហើយសម្រាប់ជំនេះមិនជាបញ្ហាទេ admin គិតណាដោយសារតែ Feyenoord គឺជាក្រុមមួយដែលតែងតែលេងនិងធ្វើបានល្អពេលដែលលេងនៅក្នុងទឹកដីរបស់ខ្លួនឯងហើយសម្រាប់គូនេះ admin ជឿជាក់ថា Feyenoord នឹងល្អគូនេះ admin recommend ឲ្យបងប្អូនដែលតែងតែតាមដាន page admin កុងក៏ដូចជា follow TikTok admin កុងទាំងគ្នាគូនេះឲ្យបងប្អូនធ្វើការគ្រប់គ្រងទៅលើក្រុមចាត់ផ្ទះ Feyenoord អូខេណាសម្រាប់ពីរក្រុមដែល admin ចែកជូននៅថ្ងៃនេះក្រុមទី1ឲ្យបងប្អូនគ្រប់គ្រងអូឡ িম্প ពិកលីយ៉ុងទី2គ្រប់គ្រងក្រុម Feyenoord នេះគ្រាន់តែជាតម្រុយបាល់2គូដែលចែកជូនបងប្អូននៅក្នុង page admin កុងក៏ដូចជា channel ផ្សេងៗរបស់ admin កុំទាំងអស់គ្នានៅមានតម្រុយបាល់ក៏ដូចជា tip បាល់ពិសេសផ្សេងៗទៀតដែល admin តែងតែលាក់នៅក្នុងក្រុម AKFC Sport Tip បើសិនណាជាបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះមានបំណងចង់ join ក្រុម AKFC Sport Tip ជាមួយ admin អាចធ្វើការ join link នៅក្នុង profile ជាមួយ admin ទាំងអស់គ្នាហើយសម្រាប់វីដេអូមួយនេះក៏មានត្រឹមតែប៉ុណ្ណេះដែរជាចុងក្រោយសូមកុំភ្លេចជួយជាកម្លាំងចិត្តឲ្យ admin ដោយគ្រាន់តែធ្វើការចុច like ចុច share ចុច follow admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលា